ซุปជប៉ុនដែលខ្ញុំញ៉ាំមួយឆ្នាំម្នាក់ឯងនេះតម្លៃសមរម្យហើយសំខាន់រសជាតិឆ្ងាញ់លើកទី1ដែលខ្ញុំមកនេះញ៉ាំស៊ុបមួយឆ្នាំម្នាក់ឯងតែញ៉ាំទៅឆ្ងាញ់ចង់ណែនាំឲ្យបងប្អូនស្គាល់ដែរស្ដាប់ឮហើយមិនមែនមួយឆ្នាំបរិមាណលើសលប់ទេណាគឺមួយឆ្នាំសម្រាប់មនុស្សញ៉ាំម្នាក់ឯងបានមួយឆ្អែតតម្លៃសមរម្យហើយសំខាន់គឺបានញ៉ាំរបស់ដែលមានគុណភាពល្អហើយរសជាតិឆ្ងាញ់តែថ្ងៃហ្នឹងចៃដន្យអីមកជាមួយមិត្តភ័ក្តិខ្ញុំមានអីត្រូវកំងច្រើនទៅដែរហាងដែលខ្ញុំមកញ៉ាំថ្ងៃនេះនៅលីតាស៊ូក្នុងអេអន1ជាន់ទី2ទឹកស៊ុបគេមានឡើង5រសជាតិដល់ប៉ុន្តែខ្ញុំហៅនេះគឺរសជាតិម៉ាឡាខ្ញុំចូលចិត្តហឹលចឹងរកតែអាណាហឹលទេប្លែកគេមានប្រាប់ពីរបៀបញ៉ាំទៀតរាល់ដងខ្ញុំញ៉ាំស៊ុបអត់ដែលមាន instruction ចឹងផងខ្ញុំទៅថ្ងៃមុនហ្នឹងបានកំងរសជាតិទឹកស៊ុបពីរផ្សេងគ្នាមិត្តភ័ក្តិខ្ញុំគេហៅ Sukiyaki សួរថាពីរនឹងមួយណាឆ្ងាញ់ជាងឆ្ងាញ់ទាំងពីរតែសម្រាប់ខ្ញុំ prefer ម៉ាឡាដោយសារវាហឹលត្រូវចិត្តខ្ញុំនិយាយពីទឹកជ្រលក់នេះគឺជាអ្វីដែលខ្ញុំមិនអាចរំលងបានក្នុងវីដេអូហ្នឹងត្រូវតែណែនាំឲ្យបងប្អូនបានដឹងដែរបើបងប្អូនបានទៅញ៉ាំនៅនឹងកុំភ្លេចលីទឹកជ្រលក់តាមរូបមន្តខ្ញុំនេះមកឆ្ងាញ់ណាស់ខ្ញុំដាក់លីតាស៊ូសសលីជាមួយម៉ាឡាសសឆ្ងាញ់មែនតើពងមាន់នេះខ្ញុំក៏លុកទុកឲ្យហើយបន្តិចទៀតបងប្អូនចាំមើលថាខ្ញុំយកទៅធ្វើអីហើយឲ្យតែមានសាច់គោខារូប៊ីខ្ញុំដឹងតែហៅ 100% សំខាន់ចាប់អារម្មណ៍ត្រង់ថាសាច់នៅនឹងគេស្លាយនៅនឹងមុខយើងភ្លាមអញ្ចឹងពេលញ៉ាំទៅគឺយើងដឹងថាសាច់ជាសាច់ដែលស្រស់ហើយមានគុណភាពល្អហ្មងហើយចំណុចមួយដែលខ្ញុំដឹងពីលីតាស៊ូហើយខ្ញុំសប្បាយចិត្តមែនតើពេលទៅញ៉ាំនៅនឹងគឺបន្លែដែលខ្ញុំកំពុងញ៉ាំនេះគេយកមកពីកសិករខ្មែរយើងទោះបីស៊ុបដែលគាត់លក់នឹងជាម្ហូបជប៉ុនមែនប៉ុន្តែពួកគាត់បានបង្ហាញពីការគាំទ្រកសិករខ្មែរយើង and I really appreciate that ហើយនៅទីនេះបងប្អូនអាចមកញ៉ាំម្នាក់ឯងក៏បានមកជាមួយគ្រួសារក៏បានឬក៏មិត្តភ័ក្តិក៏បានដែរព្រោះខ្ញុំឃើញកន្លែងគេនឹងមានជាតុសម្រាប់អង្គុយញ៉ាំម្នាក់ឯងផងហើយក៏មានជាតុសម្រាប់អង្គុយគ្នាចាប់ពី2នាក់ឡើងទៅផងអូមួយទៀតខ្ញុំឮថានៅនឹងឈុតគេតម្លៃដើមដូចជា$6ប៉ុន្តែបើសិនជាបងប្អូនទៅញ៉ាំចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30ខែវិច្ឆិកាគឺគេបញ្ចុះនៅសល់ត្រឹមតែ$4.9ទេក្នុងមួយឈុតសម្រាប់ឈុតសាច់គោខារូប៊ីហើយនិងឈុតសាច់ជ្រូក3ជាន់ Be honest ដំបូងខ្ញុំឃើញពងមាន់ឆៅនេះខ្ញុំអត់សូវហ៊ានញ៉ាំទេតែពេលខ្ញុំសាកយកសាច់គោស្រង់ចេញពីស៊ុបហ្នឹងជ្រលក់ជាមួយសសហើយជ្រលក់ថែមជាមួយពងមាន់មួយតង់ទៀតហើយញ៉ាំចូលមាត់អូយរសជាតិខ្ទិះឆ្ងាញ់មែនតើហើយបើសួរខ្ញុំថាមានធំក្លិនឆ្អាបអីបន្តិចអត់គឺអត់សោះឆ្ងាញ់ពេកផ្លេចខ្លួនច្រឡំកាន់ញ៉ាំម្នាក់ឯងផ្លេចគិតថាមិត្តភ័ក្ដិខ្ញុំនោះគេត្រូវការជ្រលក់ដែរខ្ញុំញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទៀតមួយម៉ាត់ហើយមួយម៉ាត់ទៀតឡើងខ្ញុំលេងចេះញ៉ាំសាច់នឹងទៅទេហើយតតែបានជ្រលក់ជាមួយទឹកជ្រលក់ហើយថែមជាមួយពងមាន់នឹងបានអស់ចិត្តហើយមានមួយទៀតខ្ញុំចូលចិត្តដែរអត់ចាញ់សាច់គោមែនទេអានេះគឺបកាប៉ារ៉ាគេសាច់គេស្វិតល្អហើយធំល្អជ្រលក់ជាមួយសសតដែលនឹងមកហើយញ៉ាំចូលក្នុងមាត់មួយម៉ាត់ទៅឆ្ងាញ់ណាស់ overall សម្រាប់ខ្ញុំរសជាតិអញ្ចឹងតម្លៃប៉ុណ្ណឹងបរិមាណប៉ុណ្ណឹងគឺសមរម្យអាចទទួលយកបានចង់ដឹងរសជាតិច្បាស់ថាឆ្ងាញ់មែនអត់បងប្អូនមកសាកដែរមកអរគុណជម្រាបលាបាយ